រឿងព្រះតេមីកាលព្រះពន្ធជាបរមសាស្ត្រាចារ្យគង់នៅវត្តចេតពុនទ្រង់ប្រារព្ធនៅមហាភិនិក្ខកម្មបារមីទ្រង់សម្ដែងធម៌ទេសនាថាមានបណ្ឌិតចយ៉ាងវិភាវយៈដូច្នេះជាដើមសេចក្តីថាថ្ងៃមួយភិក្ខុទាំងឡាយប្រជុំគ្នាក្នុងសាលាធម្មសភាសរសើរនៅមហាភិនិក្ខកម្មបារមីរបស់ព្រះមានបុណ្យព្រះអង្គទ្រង់ព្រះបច្ឆាថាអ្នកទាំងឡាយប្រជុំគ្នាអំពីរឿងអ្វីភិក្ខុទាំងនោះក្រាបបង្គំទូលតាមដំណើរតែព្រះអង្គមានពុទ្ធដីកាថាឥឡូវនេះតថាគតមានបារមីពេញគ្រប់គ្រាន់ហើយលះបង់រាជសម្បត្តិទៅសាងមហាភិនិស្ក្រមមិនអស្ចារ្យទេបើពីដើមទើបអស្ចារ្យកាលភិក្ខុទាំងឡាយអារាធនាក៏ព្រះអង្គទ្រង់សម្ដែងនៅអតីតនិទានដូចតទៅនេះអតីតេភិក្ខុវេពេរេណសីណង្កាសិករេជានាមធម្មេនៈសមេនៈរច្ចាំងការេសិមនាលភិក្ខុទាំងឡាយក្នុងកាលកន្លងទៅហើយព្រះមហាក្សត្រព្រះនាមកាសិករាជសោយរាជតាមច្បាប់មានសមាសភាពក្នុងនគរពេរេណសីទ្រង់ពុំមានព្រះរាជបុត្រឬព្រះរាជបុត្រធីតាសំបីមួយព្រះអង្គសោះអ្នកនគរភ័យខ្លាចផុតព្រះរាជវង្សាទើបទ្រង់ឲ្យស្រីស្នំទាំង 16,000 នាក់បួងសួងសម្បត្តិព្រះអគ្គមហេសីព្រះនាមចន្ទាជារាជធីតានៃព្រះបាទមន្តិរាជសមាទានឧបោសថហើយធ្វើសច្ចកិរិយាប្រាថ្នាបុត្រដោយអំណាចដេចជាសិលបោសថទៅព្រះឥន្ទ្រាធិរាជអារាធនាព្រះពោធិសត្វជាទេវបុត្រនៅឋានត្រៃត្រឹងឲ្យមកចាប់បដិសន្ធិក្នុងផ្ទៃព្រះនាងចន្ទានោះថ្ងៃដែលព្រះពោធិសត្វប្រសូតមកមានភ្លៀងអុលជោគជាំពេញដែនកសីហាក់ដូចជាធ្វើឲ្យហឫទ័យនៃមហាជនក្នុងប្រទេសឲ្យទៅទឹកគ្រប់គ្នាព្រោះហេតុនេះទៅព្រះរាជាទ្រង់ព្រះរាជប្រទានព្រះនាមព្រះរាជបុត្រនោះថាតេមីកុមារកាលព្រះពោធិសត្វបានប្រជញ្ញមួយខែពួកស្រីស្នំនាំគ្នាទៅកល់ព្រះបរមរាជបិតាព្រះអង្គទ្រង់សពរាជហឫទ័យណាស់ក៏លើកបីទ្រហើយនាំទៅផ្ដេកលើព្រះឧរុនៃព្រះទីនាងសម្រាប់វិនិច្ឆ័យទោសចោលព្រះអង្គវិនិច្ឆ័យទោសចោល4នាក់ថាចោលម្នាក់ត្រូវវាយរាវដោយរំពាត់ផ្ដៅ 1000 ខ្វាប់ចោលម្នាក់ត្រូវចងដោយច្រវាក់ដាក់ក្នុងពន្ធនាគារចោលម្នាក់ត្រូវចាក់សម្លាប់ដោយលំពេងចោលម្នាក់ទៀតដោតឆ្កាងដោតអណ្ដាតដោយដែកស្រួចព្រះពោធិសត្វទ្រង់ព្រះសន្តាប់សេចក្តីវិនិច្ឆ័យនោះក៏មានព្រះតីភ័យភិតគិតថាអោព្រះរាជបិតាទ្រង់ធ្វើអំពើសម្រាប់ទៅនរកហើយតើព្រះបិតាជ្រាបថាព្រះរាជបុត្រភ័យថ្ងៃក្រោយមកទ្រង់យកទៅផ្ដេកនាមហាមន្ទីរក្រោមស្វេតឆ័ត្រដ៏ម៉ឺងម៉ាត់ព្រះពោធិសត្វទតឃើញស្វេតឆ័ត្រក៏ភ័យទៀតទៅទ្រង់ព្រះចិន្តាថាអាត្មាអញមកពីណាមកនៅក្រោមស្វេតឆ័ត្រនេះទៅទ្រង់ជ្រាបដោយជាតសរញ្ញាណថាមកពីឋានតាវតឹងពីដើមនៅកន្លែងនេះទៅនរកព្រោះធ្លាប់ជាស្ដេចសោយរាជនៅនគរនេះអស់20ឆ្នាំដោយទោសនៃការសោយរាជបានទៅជារងទុក្ខក្នុងឧសិន្តនរកអស់រយៈ 80000 ឆ្នាំទ្រង់ជ្រាបដូច្នេះក៏រត់តែភ័យព្រួយព្រះរាជហឫទ័យខ្លាំងខ្លាចក្រែងជៀសវាងនៅការសោយរាជពំបានទើបទេវតារក្សាស្វេតឆ័ត្រដែលធ្លាប់ជាមេដារបស់ព្រះអង្គពីជាតិមុនថ្វាយយោបល់បញ្ចេញកិច្ចកលដល់ព្រះអង្គថាអ្នកកុំប្រកាសនៅភាពជាអ្នកចេះដឹងគឺថាមិនខ្វិនត្រូវធ្វើជាខ្វិនមិនថ្លង់ត្រូវធ្វើជាថ្លង់មិនគោត្រូវធ្វើជាគោជនទាំងពួងស្គាល់អ្នកថាជាមនុស្សល្ងង់ក៏ដោយចុះមើលងាយអ្នកយ៉ាងណាក៏ដោយចុះសេចក្តីចម្រើននឹងមានដល់អ្នកដោយវិធីយ៉ាងនេះព្រះពោធិសត្វទ្រង់មានព្រះអសាសៈធូរស្រួលព្រោះពាក្យនៃទេវតានោះទើបទទួលថាខ្ញុំនឹងធ្វើតាមពាក្យរបស់អ្នកឈ្មោះថាធ្វើនៅសេចក្តីចម្រើននិងប្រយោជន៍ដល់ខ្ញុំព្រះរាជាទ្រង់ឲ្យនាំកុមារទាំងឡាយ500នាក់ជាបុត្រនៃមន្ត្រីដែលប្រសូតថ្ងៃជាមួយនឹងព្រះពោធិសត្វយកមកឲ្យនៅជាបរិវារដើម្បីបន្តបង់នៅសេចក្តីអផ្សុកនៃព្រះរាជបុត្រកុមារទាំងនោះ
ខ្លះយំខ្លះស្រែកខ្លះទាទឹកដោះឯព្រះពោធិសត្វដែលមេដោះដាក់នៅត្រង់ណាក៏នៅត្រង់នោះឥតកម្រើកឥតយំទាព្រះក្សីសោះព្រះរាជាទ្រង់ជ្រាបដូច្នោះក៏ទ្រង់ឲ្យប្រជុំព្រាហ្មណ៍ព្រឹទ្ធបណ្ឌិតអ្នកប្រាជ្ញមកពិគ្រោះជនទាំងនោះយល់ថាដៃជើងមនុស្សខ្វិនមិនមែនយ៉ាងនេះទេសោតប្រាសាទក្នុងត្រចៀកនៃមនុស្សថ្លង់មិនមែនយ៉ាងនេះទេប្រកាសជាមានហេតុទើបបានជាយ៉ាងនេះព្រះពោធិសត្វមិនទ្រង់ព្រះកន្សែងមិនទាព្រះក្សីមិនកម្រើកអស់វេលា1ឆ្នាំទោះបីគេរកឧបាយកលពិសោធន៍ដោយទឹកដោះពិសោធន៍យ៉ាងណាក៏នៅតែដដែលតមកព្រះរាជាបិតាឲ្យពិសោធន៍ដោយហេតុ16ប្រការគឺ 1. ការពិសោធន៍ដោយនំចំណីក្នុងកាលដែលព្រះពោធិសត្វមានព្រះជន្ម1ឆ្នាំកន្លងហើយគឺទ្រង់ឲ្យយកនំចំណីគ្រប់ប្រភេទមកដាក់ជុំវិញព្រះរាជកុមារកណ្ដាលវងទារកទាំង500នាក់ 2. ការពិសោធន៍ដោយយកផល្លានុផលក្នុងកាលដែលព្រះជន្ម2ឆ្នាំកន្លងហើយគឺទ្រង់ឲ្យយកផ្លែឈើមានប្រការផ្សេងៗមកតម្កល់ទុកក្នុងទីជិតហើយបញ្ចុកផង 3. ការពិសោធន៍ដោយគ្រឿងកីឡាក្នុងឆ្នាំទី3កន្លងហើយគឺទ្រង់ឲ្យយកវត្ថុជាល្បែងកូនក្មេងគ្រប់ប្រការមានរូបដំរីជាដើមមកដាក់ក្នុងទីជុំចិត្តព្រមទាំងនំក្រសាលផង 4. ការពិសោធន៍ដោយភោជនក្នុងឆ្នាំទី4កន្លងហើយគឺទ្រង់ឲ្យយកភោជនាអាហារគ្រប់ប្រការមកដាក់ក្នុងភាជន៍ចិត្តព្រះអង្គព្រមទាំងបញ្ចុកផងកុមារឯទៀតដណ្ដើមគ្នានៅវត្ថុទាំងនោះឯព្រះកុមារឥតកម្រើកសោះ 5. ការពិសោធន៍ដោយភ្លើងក្នុងឆ្នាំទី5កន្លងហើយគឺទ្រង់ឲ្យធ្វើផ្ទះធំៗមានទ្វារច្រើនបាំងដោយស្លឹកត្នោតជុំវិញព្រះពោធិសត្វគង់ក្នុងផ្ទះនោះទើបឲ្យលោកឈួលភ្លើង 6. ការពិសោធន៍ដោយដំរីចុះប្រេងក្នុងឆ្នាំទី6កន្លងហើយគឺទ្រង់ឲ្យបង្ហាត់ដំរីមួយយ៉ាងស្ទាត់អាចធ្វើតាមបង្គាប់គ្រប់ប្រការហើយយកដំរីនោះមកបំភ័យព្រះពោធិសត្វដោយប្រការផ្សេងៗ 7. ការពិសោធន៍ដោយពស់ក្នុងឆ្នាំទី7កន្លងហើយគឺយកពស់គ្រប់ប្រភេទមកចងមាត់ហើយយកទៅដាក់ឲ្យព័ទ្ធព័ន្ធជុំវិញសកលសរីរៈនៃពោធិសត្វ 8. ការពិសោធន៍ដោយមហោស្រពក្នុងឆ្នាំទី8កន្លងហើយគឺទ្រង់ឲ្យអ្នកលេងមហោស្រពគ្រប់ប្រភេទគ្រប់និគមជនបទបញ្ចេញសិល្បកម្មថ្វាយ 9. ការពិសោធន៍ដោយគ្រឿងអាវុធក្នុងឆ្នាំទី9កន្លងហើយគឺទ្រង់ឲ្យបុរសម្នាក់កាន់គ្រឿងអាវុធផ្សេងៗទៅកំហែងម្ដងម្នាក់ 10. ការពិសោធន៍ដោយសូរស័ព្ទត្រែងសាំងក្នុងឆ្នាំទី10កន្លងហើយគឺទ្រង់ឲ្យបាំងព្រះសន្ធិយាជុំវិញព្រះសយនាឲ្យបោះព្រះសន្ធិយាគ្រប់ទិសទាំង4ឲ្យអ្នកផ្លុំសាំងត្រែងដល់ពូកែលោកផ្លុំពញាក់តាមប្រហោងព្រះសន្ធិយា 11. ការពិសោធន៍ដោយសូរស័ព្ទស្គរក្នុងឆ្នាំទី11កន្លងហើយគឺទ្រង់ឲ្យគេវីស្គរពញាក់ 12. ការពិសោធន៍ដោយពន្លឺភ្លើងប្រទីបក្នុងឆ្នាំទី12កន្លងហើយគឺព្រះរាជកុមារពុំដែលប្រទះទីងងឹតព្រះរាជាឲ្យលោកលុតភ្លើងព្រមគ្នាឲ្យព្រះរាជកុមារគង់តែមួយព្រះអង្គឯងក្នុងទីងងឹតកំពុងតែងងឹតឲ្យលោកបើកភ្លើងព្រមគ្នាដែលមានចំណាំងយ៉ាងខ្លាំង 13. ការពិសោធន៍ដោយរុយក្នុងឆ្នាំទី13កន្លងហើយគឺទ្រង់ឲ្យយកស្ករអំពៅមកលាយទឹកលាបព្រះរាជកុមារពេញសពព្រះសរីរៈរាងកាយឲ្យរុយទាំងឡាយរោមឯអក 14. ការពិសោធន៍ដោយគ្រឿងសំអុយក្នុងឆ្នាំទី14កន្លងហើយគឺទ្រង់ឲ្យយកគ្រឿងសំអុយគ្រប់យ៉ាងមានម៉ូតនិងការីស័កជាដើមមកលាបព្រះពោធិសត្វមកព្រាយពេញទីកន្លែងដែលព្រះពោធិសត្វគង់ 15. ការពិសោធន៍ដោយដុតភ្លើងឆ្អើរក្នុងឆ្នាំទី15កន្លងហើយគឺទ្រង់ញ៉ាំងព្រះពោធិសត្វឲ្យផ្ទុំលើព្រះបញ្ជរញ៉ាំងរាជបុរសឲ្យដុតភ្លើងរលពីក្រោម 16. ការពិសោធន៍មាតុក្រាមក្នុងឆ្នាំទី16កន្លងហើយគឺញ៉ាំងពួកកញ្ញាដ៏ល្អឲ្យស្អិតស្អាងដោយប្រការផ្សេងៗមកប្រឡងប្រឡែងប្រឡំតាមផ្លូវកាមអ្នកចាត់ការពិសោធន៍ទាំង16បែបក្នុងមួយបែបអស់រយៈកាល1ឆ្នាំ
ដោយល្បិចផ្សេងយ៉ាងណាក៏ដោយក៏ព្រះពោធិសត្វនៅតែខ្វាន់ខ្វល់គោថ្លង់ដដែលពុំមានកម្រើកដោយការស្រេកឃ្លានដោយការចង់បានដោយការផិតភ័យឡើយការបើអ្នកពិសោធន៍អស់ចំណេះតល់គំនិតទៅព្រះមហាក្សត្រទ្រង់ចាត់អញ្ជើញពួកព្រាហ្មណ៍នេទាយលក្ខណៈមកបន្ទូលថាណែព្រាហ្មណ៍ទាំងឡាយក្នុងកាលដែលព្រះកុមារប្រសូតអ្នករាល់គ្នាទេថាកុមារនេះប្រកបដោយធញ្ញបញ្ញលក្ខណៈសេចក្តីអន្តរាយរបស់កុមារនេះមិនមានកុមារនេះនឹងមានសមត្ថភាពគ្រប់គ្រងមហាទ្វីបទាំង4មានទ្វីបតូច 2000 ជាបរិវារបានផងឥឡូវនេះឃើញថាទំនីនៃអ្នករាល់គ្នានេះផ្ដេសផ្ដាស់ទាំងអស់តែម្ដងព្រាហ្មណ៍ទាំងឡាយគុនគូមើលទៀតក៏ឃើញទំនីដដែលប៉ុន្តែកុមារនេះគឺព្រះរាជត្រកូលទាំងឡាយបួងសួងសុំបានមកបើខ្ញុំព្រះអង្គទាំងឡាយក្រាបទូលថាកុមារកលកណីដូច្នេះសមជាព្រះអង្គនឹងមានព្រះハរតីទោមនស្សហេតុដូច្នេះបានជាពុំក្រាបបង្គំទូលតាមត្រង់ព្រះជាទ្រង់ព្រះបច្ឆាថាឥឡូវនេះគូយើងធ្វើដូចម្ដេចក្រាបបង្គំទូលថាកាលបើព្រះកុមារគង់នៅក្នុងព្រះរាជដំណាក់នេះនឹងមានសេចក្តីអន្តរាយដល់ព្រះជន្មាយុព្រះអង្គឬដល់ស្វេតឆ័ត្រឬដល់ព្រះអគ្គមហេសីដូច្នេះសូមព្រះអង្គកុំបង្អែបង្អង់ឡើយសូមទ្រង់ញ៉ាំងនាយសារថីឲ្យទឹមរត់អពមង្គលដោយរទេះអពមង្គលប្តីព្រះរាជកុមារលើរត់នោះឲ្យនាំចេញតាមទ្វារខាងលិចទៅជីកកប់សម្រាប់ចោលឲ្យព្រៃខ្មោចទៅព្រះជាទ្រង់អនុម័តតាមសម្ដីព្រាហ្មណ៍ព្រះនាងចន្ទាទេវីស្ទុះមកប្រញាប់ប្រញាល់តែមួយព្រះអង្គឯងទ្រង់ព្រះកន្សែងអង្វរព្រះរាជាទោះបីម្ដេចម្ដាក៏សូមព្រះអង្គទ្រង់ព្រះរាជានុញ្ញាតឲ្យបុត្រខ្ញុំម្ចាស់សោយរាជពុំខានព្រះរាជាពុំព្រមព្រះនាងសុំត្រឹម7ឆ្នាំ7ខែ8ថ្ងៃក៏ព្រះរាជាពុំព្រមព្រះនាងសុំត្រឹម7ថ្ងៃទៅព្រះមហាក្សត្រទ្រង់ព្រះរាជានុញ្ញាតហើយចាត់ការធ្វើរាជាភិសេកថ្វាយរាជសម្បត្តិចំពោះព្រះតេមិយរាជកុមារព្រះនាងចន្ទាជាព្រះរាជមាតាតែងអង្វរសពទិវារាត្រីថាហើយតេមិយកុមារកូនម្ដាយធ្មេចភ្នែកពុំលក់សោះអស់16ឆ្នាំហើយហារតីរបស់ម្ដាយស្ទើរបែកធ្លាយព្រោះម្ដាយដឹងថាកូនឯងមិនខ្វល់គោថ្លង់ទេប៉ុន្តែក្រាញមិនស្រដីសោះហើយកូនប្រុសបើជាបុត្រតែមួយកុំឲ្យម្ដាយព្រួយដល់ណាទៅទៀតនិយាយនឹងម្ដាយមួយម៉ាត់មកណាកូនទោះបីព្រះមេដាអង្វរកឲ្យវេលា7យប់7ថ្ងៃក៏ព្រះពោធិសត្វពុំស្រដីដល់ថ្ងៃគម្រប់7ថ្ងៃព្រះនរោបតីកាសិករាជត្រាស់បញ្ជាឲ្យសុនន្ទសារថីទុំរត់នាំពោធិសត្វទៅកប់សម្លាប់ចោលសុនន្ទសារថីទទួលធ្វើតាមព្រះរាជបញ្ជាប៉ុន្តែដោយអនុភាពព្រះរាជកុមារក៏ទេវតាបង្វែរឲ្យទឹមនៅរថមង្គលដោយសេះទាំងឡាយជាមង្គលនាំព្រះពោធិសត្វចេញទៅតាមទ្វារខាងកើតទៅវិញចេញពីនគរអស់ផ្លូវចម្ងាយ3យោជន៍ដល់ព្រៃស្ងាត់មួយសារថីស្មានជាព្រៃខ្មោចក៏ដោះសេះបញ្ឈររទេះដោះគ្រឿងអំពររបស់ព្រះមហាក្សត្រវិជ្ជាបង្វិចហើយទាញចប់កាប់រណ្ដៅរៀង4ជ្រុងលំដាប់នោះព្រះមហាក្សត្រទ្រង់ព្រះចិន្តាថាកាលនេះជាកាលដែលអាត្មាអញព្យាយាមហើយក៏ក្រោកច្របាច់ព្រះហស្ថឆ្វេងដោយព្រះហស្ថស្ដាំច្របាច់ព្រះហស្ថស្ដាំដោយព្រះហស្ថឆ្វេងច្របាច់ព្រះបាទាដោយព្រះហស្ថទាំងពីរហើយចុះចាករត់ឈាន2-3ជំហានស្មានថាបើទៅមួយថ្ងៃចម្ងាយ1យោជន៍ក៏បានហើយទ្រង់ព្រះចិន្តាទេថាបើនាយសារថីចាប់ក្រញិចព្រះអង្គកប់ទៅរណ្ដៅព្រះអង្គអាចក្រញិចនាយសារថីវិញបានទៅព្រះអង្គចង់លបងពលំក៏ចាប់ទីផតរទេះរត់ក្រវីវិលខ្ញាល់ដូចជាគេក្រវីកូនរទេះសម្រាប់កូនក្មេងលេងហើយទ្រង់មានព្រះរាជាចំណងចង់បានគ្រឿងស្អិតស្អាងព្រះកាយព្រះអិនឲ្យវិសកម្មទេវបុត្រយកគ្រឿងទាំងនោះមកថ្វាយទ្រង់តែងព្រះកាយហើយស្ដេចទៅសួរនាយសារថីដែលកំពុងលងអណ្ដៅថាណែនាយសារថីអ្នកជីរណ្ដៅដើម្បីអ្វីអ្នកនឹងធ្វើនៅអ្វីដោយរណ្ដៅនេះនាយសារថី
លើព្រីបន្ទូលនោះមិនបានតែងើបមើលលើផងក៏លងរណ្ដៅនិយាយបណ្ដាថាព្រីច្បុតដែលកើតមកហើយគោផងខ្វិនផងដូចជាគ្មានចិត្តខ្ញុំនេះព្រះរាជាត្រាស់ប្រាមកថាត្រូវឯងជីកកប់កូនអញក្នុងព្រៃចុះព្រះពោធិសត្វថាខ្ញុំមិនថ្លង់មិនគោមិនខ្វិនទេមិនមែនវិកលវិការទេណែនេះសារថីបើអ្នកកប់ខ្ញុំក្នុងព្រៃអ្នកឈ្មោះថាធ្វើខុសច្បាប់ចូលអ្នកមើលមកផ្លូវនឹងដើមដៃខ្ញុំចូលស្ដាប់សម្ដីខ្ញុំនេះសារថីងើបមើលខាងលើឃើញរូបសម្បត្តិរបស់ព្រះអង្គឥតស្គាល់សោះក៏សួរថាអ្នកជាទេវតាឬជាកន្ធពឬក៏មុវិនសកទេវរាជឬជាអ្វីជាកូនអ្នកណាធ្វើម្ដេចខ្ញុំនឹងស្គាល់អ្នកបានព្រះពោធិសត្វថាខ្ញុំមិនមែនទេវតាមិនមែនជាកន្ធពមិនមែនមុវិនសកទេវរាជទេអ្នកឯងប្រុងនឹងកប់បុគ្គលណាក្នុងរណ្ដៅបុគ្គលនោះគឺជាខ្ញុំជាបុត្រព្រះបាទកាសិករាជអ្នកឯងរស់នៅយ៉ាងស្រួលព្រោះអាស្រ័យព្រះរាជាអង្គណាខ្ញុំជាបុត្រព្រះរាជាអង្គនោះណែនាយសារថីបើអ្នកកប់ខ្ញុំក្នុងព្រៃអ្នកឯងឈ្មោះថាធ្វើខុសធម៌បុគ្គលអង្គុយឬដេកក្រោមម្លប់ឈើណាមិនកបីកាច់មេឈើនោះទេព្រោះនឹងត្រូវចាត់ជាមនុស្សទ្រុមិត្តឯមនុស្សទ្រុមិត្តពិតជាមនុស្សលាមកណាស់ព្រះរាជាទុកដូចជាដើមឈើខ្លួនខ្ញុំទុកដូចជាមេឈើអ្នកឯងទុកដូចជាបរោះចូលទៅជ្រកបុគ្គលណាមិនទ្រុមិត្តបុគ្គលនោះបើទុកជាចេញផុតអំពីផ្ទះរបស់ខ្លួនក៏នៅតែជាអ្នកអាចចិញ្ចឹមជីវិតដោយសារបុគ្គលនោះបានបុគ្គលណាមិនទ្រុមិត្តបុគ្គលនោះទៅកាន់ជនបទនិគមរាជធានីគេតែងបូជាក្នុងទីទាំងអស់នោះបុគ្គលមិនទ្រុមិត្តបុគ្គលនោះពួកចៅក៏មិនកំហែងក្សត្រក៏មិនមើលងាយបុគ្គលនោះរមែងកន្លងនៅសត្រូវទាំងអស់បុគ្គលណាមិនទ្រុមិត្តបុគ្គលនោះមិនខឹងរមែងមកកាន់ផ្ទះរបស់ខ្លួនដោយទឹកមុខរីករាយហើយជាអ្នកដែលត្រូវគេទទួលដោយរីករាយក្នុងសាលប្រជុំព្រមទាំងជាបុគ្គលដ៏ឧត្តមក្នុងក្រុមញាតិផងបុគ្គលធ្វើជាសក្ការៈបូជាចំពោះមិត្តរមែងត្រូវមិត្តធ្វើសក្ការៈបូជាវិញអ្នកគោរពសំពះមិត្តរមែងបានសេចក្តីគោរពនឹងការសំពះវិញបុគ្គលណាមិនទ្រុមិត្តរមែងពេញដោយគុណដោយយោះបរិវារដោយកិត្តិស័ព្ទបុគ្គលណាមិនទ្រុមិត្តបុគ្គលនោះរមែងរុងរឿងដូចភ្លើងដោយទេវតាជាអ្នកមិនលះបង់សេរីឡើយបុគ្គលណាមិនទ្រុមិត្តសត្វចិញ្ចឹមមន់គោជាដើមរបស់បុគ្គលនោះរមែងត្រាយកូនច្រើនពូជទាំងឡាយដែលបុគ្គលនោះដាំរមែងដោះដាលឲ្យផលល្អបុគ្គលនោះទោះបីធ្លាក់ទៅក្នុងជ្រោះជាដើមក៏រមែងបានទីពឹងបុគ្គលមិនទ្រុមិត្តសត្រូវទាំងឡាយគ្រប់សង្កត់បុគ្គលនោះមិនបានដោយខ្យល់គ្រប់សង្កត់មិនបាននៅដើមជ្រៃដែលមានឫសនិងពួកចាក់ជ្រែងជំវិញនាយសារថីក្រាបបង្គំទូលថាសូមទ្រង់ស្ដេចមកទូលព្រះបង្គំជាខ្ញុំនឹងនាំព្រះអង្គទៅកាន់ព្រះរាជដំណាក់សូមទ្រង់សោយរាជចុះសេចក្តីចម្រើននឹងមានដល់ទ្រង់នៅក្នុងព្រៃធ្វើអ្វីព្រះតេមីថាណែនាយសារថីរាជសម្បត្តិណាដែលខ្ញុំត្រូវបានដោយអធម្មចរិយាឬដោយជនជាញាតិឬក៏ដោយទ្រព្យខ្ញុំមិនត្រូវការដោយរាជសម្បត្តិនោះទេខ្ញុំត្រូវព្រះរាជបិតាមេដាបោះបង់ហើយផ្ទះរបស់ខ្ញុំមិនមានទេខ្ញុំនឹងបួសនៅក្នុងព្រៃតែម្នាក់ឯងមិនប្រាថ្នានៅកាមទាំងឡាយឡើយផលប្រយោជន៍សម្រាប់ដល់ខ្ញុំកាលមិនតាន់ប្រញាប់ប្រញាល់អស់16ឆ្នាំខ្ញុំជាអ្នកមានព្រហ្មចរិយធម៌ចាស់នឹងមានភ័យអំពីទីណានាយសារថីថាព្រះអង្គមានព្រះបន្ទូលពីរោះក្បោះក្បាយយ៉ាងនេះហេតុអ្វីមិនមានព្រះបន្ទូលក្នុងសំណាក់ព្រះបិតាមេដាក្នុងពេលនោះព្រះពោធិសត្វថាខ្ញុំខ្វិនព្រោះមិនមានសន្លាក់ក៏ទេថ្លង់ព្រោះមិនមានសោតប្រាសាទក៏ទេគោព្រោះមិនមានជីវហាប្រាសាទក៏ទេខ្ញុំរលឹកនៅជាតិមុនដែលខ្ញុំបានសោយរាជហើយធ្លាក់ទៅនរកគួរស្ញាប់ឯនោះទេតើបានជាខ្ញុំមិននិយាយត្បិតថាខ្ញុំសោយរាជតែ20ឆ្នាំឆេះក្នុងនរកអស់រយៈពេល80000ឆ្នាំនាយសារថីថាបពុតព្រះរាជបុត្រទូព្រះបង្គំជាខ្ញុំនឹងបួសក្នុងសំណាក់ព្រះអង្គដែរ
សូមទ្រង់ព្រះរាជានុញ្ញាតឲ្យបួសផងព្រោះទូលបង្គំជាខ្ញុំពេញចិត្តនឹងបព្វជិដែរព្រះតេមីថាមិនបានទេសារថីអ្នកឯងចូលប្រគល់រត់ធ្វើខ្លួនឲ្យអស់បំណុលសិនសឹមមកចោះព្រោះបព្វជិរមែងសម្រេចដល់បុគ្គលមិនមានបំណុលជាកម្មដែលពួកឥសីសរសើរហើយនាយសារថីថាសូមសេចក្តីចម្រើនមានចំពោះព្រះអង្គទូលព្រះបង្គំជាខ្ញុំនឹងធ្វើតាមព្រះបន្ទូលព្រះអង្គសូមព្រះអង្គគង់ក្នុងទីនេះទម្រាំទូលព្រះបង្គំជាខ្ញុំនាំព្រះរាជាមកដល់ព្រះបិតារបស់ព្រះអង្គទ្រង់ទតឃើញហើយសមជានឹងមានព្រះហឫទ័យរីករាយព្រះពោធិសត្វថាខ្ញុំនឹងធ្វើតាមពាក្យរបស់អ្នកឯងខ្ញុំមានបំណងនឹងចង់ជួបព្រះបិតារបស់ខ្ញុំដែលទ្រង់ស្ដេចមកក្នុងទីនេះអ្នកឯងទៅចុះទៅក្រាបបង្គំទូលនៅការថ្វាយបង្គំនិងសេចក្តីសុខរបស់ខ្ញុំចំពោះព្រះបិតាមេដានិងញាតិកាទាំងឡាយផងទ្រង់មានព្រះបន្ទូលតែប៉ុណ្ណោះក៏ទ្រង់ព្រះភ្នោះជាឥសីភ្លាមនាយសារថីថ្វាយបង្គំលាមនីបរត់ទៅព្រះបរមរាជវាំងវិញសម្ដេចព្រះវររាជមេដាទតឃើញរត់ទទេក៏មានព្រះនេត្រពោពេញដោយអសុធារាទ្រង់ព្រះកន្សែងថានាយសារថីសម្រាប់កូនអញហើយមកវិញទទេទើបទ្រង់ព្រះបច្ឆាចំពោះនាយសារថីថាកូនខ្ញុំគោថ្លង់ខ្វិនខ្វងមែនឬកាលអ្នកឯងកប់កូនខ្ញុំក្នុងដីកូនខ្ញុំពិលៀបដែរឬទេនាយសារថីថាបបិទ្ធព្រះនាងម្ចាស់ព្រះច្បុតនោះមិនមែនថ្លង់ខ្វិនខ្វងទេមានព្រះកាយពលរឹងប៉ឹងរហ័សរហួនណាស់ទាំងព្រះបន្ទូលក៏ច្បាស់ក្បោះក្បាយប៉ុន្តែទ្រង់ខ្លាចរាជសម្បត្តិទេតើទៅបានជាធ្វើកិរិយាពុតបុត្រច្រើនយ៉ាងនេះបើព្រះនាងសព្វព្រះរាជហឫទ័យក្នុងការឃើញព្រះច្បុតទូលបង្គំនឹងនាំទៅឲ្យដល់ទីនោះព្រះបានការសក្ការៈទ្រង់ជ្រាបហើយទ្រង់ញ៉ាំងគ្រប់ក្រុមតំណែងឲ្យចាត់ចែងរៀបចំដំណើរទៅកាន់សំណាក់ព្រះច្បុតទ្រង់មាននាយសារថីជាមេគុទេសបានស្ដេចទៅទីកន្លែងដែលព្រះដំណើរដោយបដិសន្ធារៈដ៏រុះរាយហើយស្ដេចព្រះវររាជបិតាឲ្យគង់លើកម្រាលស្លឹកឈើឲ្យសោយព្រះឧហោតកៈទឹកដែលស្ងោរស្លឹកឈើមិនមានរប្រៃសូមព្រះអង្គសោយចុះព្រោះព្រះអង្គជាភ្ញៀវរបស់អាត្មាភាពដែលទើបមកដល់ថ្មីព្រះរាជាថាណែកូនចូលនឹងឲ្យដល់បានៅពលដំរីពលសេះពលថ្មើរជើងចូលអ្នកកាន់គ្រឿងក្រោះស្រីស្នំនិងនិវេសនដ្ឋានទាំងឡាយជាទីត្រេកអរចូលបាញ៉ាំងកូនទាំងឡាយឲ្យកើតក្នុងស្រីទាំងនោះហើយសំបួរវិញចុះបាឯងជាក្មេងកំឡោះមានសក់ខ្មៅស្រាលចូលសោយរីកចុះសេចក្តីចម្រើននឹងមានដល់បានៅក្នុងព្រៃធ្វើអ្វីព្រះទេមីថាមនុស្សកំឡុងគោប្រព្រឹត្តព្រហ្មចរិយធម៌ព្រោះថាបព្វជិរបស់មនុស្សកំឡោះពួកឥសីសរសើរហើយអាត្មាភាពនឹងប្រព្រឹត្តព្រហ្មចរិយាធម៌ពុំត្រូវការរីសម្បត្តិទេបពិតព្រះមេដាបិតាអាត្មាភាពឃើញគេនៅក្មេងៗទើបនឹងចេះនិយាយក៏ស្លាប់បានដែរឃើញកុមារមានសម្បុរដូចមាសក៏ស្លាប់ដែរតើនរណាទុកចិត្តក្នុងជីវិតនេះថាអាត្មាអញនៅក្មេងមិនតាន់ស្លាប់ទេដូច្នេះបានអាយុនៃកុមារក៏គង់តែថយតិចទៅព្រោះការកន្លងទៅនៃយប់និងថ្ងៃការបើយប់និងថ្ងៃមិនកន្លងទៅទេសត្វក៏ឈ្មោះថាត្រូវសត្រូវបៀតបៀនជានិច្ចផងត្រូវសត្រូវរួមរិទ្ធជានិច្ចផងបើយ៉ាងនេះតើព្រះអង្គរៀបអភិសេកអាត្មាភាពក្នុងរាជដូចម្ដេចរបស់ដែលគេត្រូវត្បាញនឹងជារបស់នៅសល់តិចខាងមុខយ៉ាងណាមិញជីវិតរបស់សត្វទាំងឡាយក៏យ៉ាងនេះដែរផ្លូវទឹកដល់ពេញកាលហូរទៅមិនត្រឡប់ថយក្រោយវិញយ៉ាងណាមិញអាយុរបស់មនុស្សទាំងឡាយកាលកន្លងទៅមិនត្រឡប់វិញយ៉ាងនោះដែរផ្លូវទឹកដល់ពេញនាំយកនៅស្លឹកឈើទាំងឡាយក្បែរច្រាំងយ៉ាងណាមិញជរានិងមរណៈនាំសត្វទាំងអស់ទៅប្រយោជន៍អ្វីដោយភរិយាបើភរិយាគង់តែនឹងស្លាប់ប្រយោជន៍អ្វីដោយវ័យបើវ័យត្រូវជរាគ្រប់សង្កត់ជាពុំខានផ្លែឈើទាំងឡាយតែមានភ័យអំពីការជ្រុះជានិច្ចយ៉ាងណាមិញសត្វទាំងឡាយតែមានការភ័យអំពីការស្លាប់ជានិច្ចយ៉ាងនោះដែរជនច្រើនគ្នាពួកខ្លះដែលគេឃើញនៅពេលព្រឹកតែគេមិនឃើញក្នុងពេលល្ងាចពួកខ្លះដែលឃើញក្នុងល្ងាចតែគេមិនឃើញក្នុងវេលាព្រឹក
សេចក្តីព្យាយាមក្នុងកុសលបុគ្គលគួរធ្វើក្នុងថ្ងៃនេះឯងបុគ្គលណាអាចដឹងថាសេចក្តីស្លាប់នឹងមកដល់ក្នុងថ្ងៃស្អែកបើការបណ្ដោយបណ្ដីអំពីសេចក្តីស្លាប់ដែលមានសេនាច្រើននោះមិនមានដល់យើងសោះពួកចៅទាំងឡាយតែងប្រាថ្នាទ្រព្យបបិទ្ធព្រះរាជាអាត្មាភាពខុសស្រឡះហើយអំពីចំណងគឺការប្រាថ្នាទ្រព្យសូមព្រះអង្គត្រឡប់ព្រះរាជហឫទ័យអាត្មាភាពមិនត្រូវការដោយរាជសម្បត្តិទេសម័យនោះព្រះបាទកាសករាជនិងព្រះនាងចន្ទាទេវីព្រមទាំងស្រីស្នំ 16,000 នាក់ហើយនឹងពួករាជបរិពារមានអាមាត្យជាដើមក៏សពរាជហឫទ័យនឹងទ្រង់ព្រះភ្នោះដែរទើបទ្រង់ឲ្យចំហទ្វារផ្សារទៅបួសតាមព្រះអង្គដែលនៅពេញអាស្រមដែលព្រះអិននិមិត្តថ្វាយចម្ងាយមួយជ្រុង3យោជន៍បានសម្រេចនៅសមាបត្តិ8និងអភិញ្ញា8ទាំងអស់គ្នាគ្រានោះស្ដេចសាមន្តរាជទាំងឡាយបានឮថាព្រះបាទកាសករាជទ្រង់ព្រះភ្នោះហើយក៏មកបន្តគ្នាចំនួន3ប្រទេសដើម្បីប្រជែងយករាជសម្បត្តិក្នុងនគរពារាណសីហើយប្រែព្រះទ័យទៅទ្រង់ព្រះភ្នោះទាំងអស់ទៀតក៏សម្រេចនៅសម្បត្តិដូចគ្នាដែរពួកដំរីពួកសេះខ្លាយជាដំរីព្រៃសេះព្រៃអស់ដោយមានសេចក្តីសោមនស្សនឹងម្ចាស់ខ្លួនទ្រង់ព្រះភ្នោះលុះស្លាប់ទៅបានកើតជាទេវតានៅជាន់ឆកាមាវចរៈសួគ៌ឯតាបោះនិងតាបោះនេះមានព្រះពោធិសត្វជាប្រធានស្ថិតនៅដល់ជីវិតបរិយោសានបានទៅកើតក្នុងព្រហ្មលោកគ្រប់ព្រះអង្គហោងសម្ដេចព្រះបរមសាស្តាទ្រង់នាំព្រះធម៌ទេសនានេះមកសម្ដែងហើយទ្រង់ប្រជុំជាដកថាទេវតារក្សាស្វេតឆ័ត្រក្នុងគ្រានោះគឺនាងឧបវណ្ណធេរីនាយសារថីគឺជាសរិបុត្រធេព្រះអិនគឺជាអនុរុទ្ធធេព្រះមេដាបិតាទាំងឡាយគឺជាពុទ្ធបរិស័ទក្នុងគ្រាឥឡូវនេះឯបណ្ឌិតដែលពុទ្ធធ្វើជាគោគឺជាអង្គអញតថាគតសម្មាសម្ពុទ្ធនេះហើយ